បាទគ្រាន់តែបើកផ្នែកឡើងមកភ្លាមបាទប្រជាជនខ្មែររបស់យើងមួយចំនួនបាទគិតពីបញ្ហាសង្គ្រាមបាទសង្គ្រាមនៅក្នុងស្រុករបស់ខ្លួនឯងទើបតែកន្លងផុតទៅឥឡូវមកបារម្ភអំពីបញ្ហាសង្គ្រាមលោកលើកទី3ថាតើនឹងអាចកើតមានដែរឬក៏អត់បាទនេះគឺជាបញ្ហាដ៏ចម្បងនិងក៏ជាបញ្ហាដ៏ស្រួចស្រាវដែលពិភពលោកទាំងមូលកំពុងតែមានការបារម្ភបាទជាពិសេសគឺប្រជាជនខ្មែររបស់យើងដែលកំពុងតែទទួលរងនៅសង្គ្រាមឈ្លានពានពីប្រទេសជិតខាងបាទនៅពេលដែលឃើញស្ថានភាពនៃពិភពលោកកំពុងតែវិវត្តទៅរកភាពតឹងតែងដូច្នេះទៀតរឹតតែបង្កើនឲ្យពួកគាត់កើនឡើងទ្វេនៅសេចក្តីព្រួយបារម្ភនៅក្នុងជីវិតរស់នៅរបស់ពួកគាត់បាទអញ្ចឹងតើសង្គ្រាមលោកលើកទី3អាចកើតមានឡើងបានដែរឬក៏អត់នោះបាទនេះគឺជាការលើកឡើងនៃទស្សនៈផ្ទាល់របស់ខ្ញុំបាទមិនមែនជាការវិភាគបែបវិទ្យាសាស្ត្រតក្កវិជ្ជា logic ឬក៏ស្រាវជ្រាវឯកសារប្រភពពីណាមកទេបាទប៉ុន្តែខ្ញុំវិភាគទៅតាមអ្វីដែលជាការមើលឃើញផ្ទាល់របស់ខ្ញុំជាទស្សនៈមួយតូចបាទនៅក្នុងគំហើញនៃពិភពលោកដែលកំពុងតែវិវត្តមកដល់បច្ចុប្បន្ននេះបាទខ្ញុំគិតថាសង្គ្រាមលោកលើកទី3ប្រហែលជាមិនអាចកើតឡើងបានទេបាទទី1បាទសង្គ្រាមលោកលើកទី2ទើបតែរំលងផុតទៅមិនទាន់បានដល់មួយសតវត្សទេបាទគឺមិនទាន់កន្លងផុតទៅ100ឆ្នាំទេដូច្នេះសោកនាដកម្មនៃសង្គ្រាមដែលមនុស្សលោកបានឆ្លងកាត់នោះវានៅដក់ជាប់ក្នុងអារម្មណ៍របស់មនុស្សមួយចំនួនបាទដែលពួកគាត់កំពុងតែមានជីវិតរស់នៅមកដល់បច្ចុប្បន្ននេះអញ្ចឹងគឺគាត់អត់ចង់ឃើញក៏អត់ចង់យល់គាត់ជួបប្រទះហេតុការណ៍អស់ទាំងនោះជាលើកទី2ទេម្ដងទៀតនោះទេបាទដូច្នេះគឺត្រូវតែរកវិធីបញ្ជាបាទជាពិសេសបុគ្គលដែលមានឥទ្ធិពលនៅក្នុងសង្គមដែលពួកគាត់មានជីវិតរស់នៅនឹងរារាំងទប់ស្កាត់បញ្ជាឲ្យបានបាទហើយចំណុចទី2សង្គ្រាមលោកលើកទី3គឺជាសង្គ្រាមដែលប្រើប្រាស់នៅអាវុធទំនើបឲ្យកម្រិតកំពូលបាទមាននុយក្លេអ៊ែរឬក៏អាចមានអ្វីដែលលើសពីនេះទៅទៀតដែលយើងមិនអាចដឹងបានបាទប្រសិនបើប្រទេសទាំងអស់ចាប់ផ្ដើមបង្កជាសង្គ្រាមនិងលទ្ធផលចុងក្រោយគឺការបំផ្លាញផែនដីនេះទាំងមូលបាទគឺភាពរលត់រលាយនៃផែនដីនេះផ្ទាល់តែម្ដងបាទដូច្នេះមិនមែនជារឿងលេងសើចទេបាទដូច្នេះប្រទេសទាំងឡាយនៅក្នុងលោកប្រកាសគ្រាន់តែជាការបំផាន់ពាក្យសម្ដីបំភ័យបំផ្លាញគ្នាបាទឲ្យខ្លាចសង្គ្រាមលោកលើកទី3ប៉ុន្តែគេមិនអាចហ៊ានធ្វើឲ្យវាកើតឡើងបានទេប្រសិនបើធ្វើឲ្យកើតឡើងបានន័យថាទាំងប្រទេសដែលជាអ្នកធ្វើឲ្យមានសង្គ្រាមកើតឡើងនោះក៏ត្រូវរលាយទៅជាមួយគេដែរបាទដូច្នេះសមិទ្ធផលដែលគេខំសាងសង់មកទាំងបានមកនោះគឺនឹងត្រូវរលាយសាបសូន្យទៅតាមទង្វើរបស់ពួកគេដូច្នេះគេគិតខ្លាំងណាស់បាទគេនឹងបញ្ជាឲ្យបានដាច់ខាតមិនឲ្យមានសង្គ្រាមលោកលើកទី3កើតឡើងប៉ុន្តែបើគ្រាន់តែជាសង្គ្រាមតាមតំបន់រវាងប្រទេសនិងប្រទេសដែលមិនឆ្លងទៅដល់ជុំវិញពិភពលោកវាអាចនឹងទៅរួចបាទសហរដ្ឋអាមេរិកប្រហាក់បីដូចជាកំពុងតែមានសក្តានុពលយោធាមានអំណាចលើសគេនៅក្នុងពេលបច្ចុប្បន្ននេះបាទហើយអ្វីនេះគឺតទៅទៀតនេះគឺសហរដ្ឋអាមេរិកកំពុងតែអាណានិគមបាទត្រួតត្រាលើប្រទេសផ្សេងទៀតដើម្បីទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនិងដើម្បីធ្វើឲ្យប្រទេសរបស់គេកាន់តែបង្ហាញឲ្យឃើញពីភាពលេចធ្លោខ្លាំងទៅលើវិស័យទាំងយោធានិងទាំងវិស័យផ្សេងទៀតជាការប្រមានទៅដល់ប្រទេសទាំងឡាយទៀតឲ្យកោតខ្លាចបាទអញ្ចឹងប្រទេសដទៃទៀតបាទពេលដែលសហរដ្ឋអាមេរិកកំពុងតែដំឡើងរដ្ឋាភិបាលរបស់ខ្លួនបែបនេះធ្វើឲ្យពួកគេមានការព្រួយបារម្ភបាទដោយគេគិតថាសហរដ្ឋអាមេរិកប្រហែលជាមាននៅអាវុធដ៏មហាទំនើបបានន័យថាអាចមានកម្លាំងខ្លាំងជាងបរមាណុនុយក្លេអ៊ែរតទៅទៀតទើបសហរដ្ឋអាមេរិកអត់កោតខ្លាចអ្នកណាសោះបាទដូច្នេះក្តីបារម្ភនេះបានដកនៅក្នុងអារម្មណ៍របស់មេដឹកនាំនៃប្រទេសផ្សេងទៀតបាទពីព្រោះដូចជាការសង្គ្រាមលោកលើកទី2បាទគឺសហរដ្ឋអាមេរិកបានយកគ្រាប់បែកបរមាណុទៅទម្លាក់លើប្រទេសជប៉ុនចំនួន2លោកគឺអត់មានប្រទេសណាបានគិតដល់ថាមានរឿងនោះកើតឡើងទេបាទដូច្នេះនៅក្នុងសង្គ្រាមលោកលើកទី3ដែលអាមេរិកមានអេរយាប័តបែបនេះក៏គេមិនប្រកាសថាតើសហរដ្ឋអាមេរិកសំអាងទៅលើអ្វីទើបហ៊ានធ្វើដូច្នេះបាទជាប្រទេសទាំងឡាយក៏កំពុងតែរងចាំមើលទាំងក្នុងចិត្តបង្កប់នូវភាពព្រួយបារម្ភបាទដូច្នេះក៏គេមិនហ៊ានដំឡើងរឹកជាមួយសហរដ្ឋអាមេរិកដែរជាពិសេសគឺប្រទេសចិនផ្ទាល់តែម្ដងបាទទោះបីជាខ្លួនជាគូប្រជែងដ៏សំខាន់របស់សហរដ្ឋអាមេរិកក៏ដោយក៏ប៉ុន្តែសមិទ្ធផលដែលប្រទេសចិនបានកំពុងតែលូតមកដល់ពេលនេះវាគឺជាមោទកភាពដែលហួសអំពីក្តីរំពឹងទុករបស់ប្រទេសចិនបាទធៀបទៅនឹងការរីកចម្រើនរបស់គេនៅក្នុងសង្គ្រាមលោកលើកទី2ដំណាក់កាលនោះគឺស្ថិតនៅក្រោមអាណានិគមរបស់ជប៉ុនទេប៉ុន្តែ
មកដល់បច្ចុប្បន្ននេះគេមានការរីកចម្រើនដល់កម្រិតកម្ពស់នេះទៅហើយរឿងអីដែលគេសុខចិត្តទៅប្រជែងយកលេខ1ពីសហរដ្ឋអាមេរិកហើយបង្កើតឲ្យជាសង្គ្រាមលោកបំផ្លាញនូវសមិទ្ធផលផ្ទាល់ខ្លួនរបស់គេវិញនោះដែលគេខំកសាងមកយ៉ាងលំបាកវេទនាដូច្នេះទោះបីជាសហរដ្ឋអាមេរិកនេះឈរលំដាប់ទី1ចិននៅលំដាប់ទី2ក៏ជាកិត្តិយសដែលគ្មានអ្វីអាចកាត់ថ្លៃបានពីព្រោះសូម្បីតែប្រទេសជប៉ុនដែលធ្លាប់ដាក់នៅអាណានិគមលើប្រទេសរបស់ខ្លួននោះក៏ត្រូវបានស្ថិតនៅក្រោមលំដាប់ក្រោមខ្លួនទៀតបានដូច្នេះវាជាជោគជ័យវាជាមោទកភាពដូច្នេះចិនប្រកាសថានឹងត្រូវបញ្ជាសង្គ្រាមលោកលើកទី3ឲ្យខានទៅបានបាទដើម្បីឲ្យខ្លួននឹងមានឱកាសបានឈរនៅលំដាប់ទី2ខ្ពង់ខ្ពស់មុខមាត់បាទកសាងនូវកិត្តិយសរបស់ខ្លួនឲ្យបានដល់ដំណាក់កាលមួយដែលខ្លួនគិតថាធុញទ្រាន់នឹងលេខរៀងទី2នេះហើយគេមានអ្វីដែលរីកចម្រើនជាងនឹងទៀតហើយគេអាចមើលដល់អំពីផ្ទៃក្នុងសហរដ្ឋអាមេរិកកាន់តែច្បាស់សង្គ្រាមលោកលើកទី3អាចនឹងកើតឡើងបាទក៏ប៉ុន្តែវាមិនមែនពេលនេះទេគឺវានៅក្នុងថ្ងៃអនាគតចំណែកឯប្រទេសជប៉ុនបាទដែលស្ថិតនៅក្រោមអាណានិគមដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសអាមេរិកបន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី2នោះក៏ពុំមានអំណាចអ្វីខ្លាំងក្លាសម្រាប់ទៅគ្របសង្កត់លើភាពបាទធានភាពរបស់ប្រទេសសហរដ្ឋអាមេរិកនៅក្នុងគ្រានេះដែរបាទចំណែកឯប្រទេសដទៃទាំងឡាយផ្សេងទៀតគ្រាន់តែជាតួអង្គបន្តបន្សំប៉ុណ្ណោះរុស្ស៊ីបាទកំពុងតែទទួលរងនឹងការខូចខាតយ៉ាងដំណំនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសង្គមរបស់គេធនធានសេដ្ឋកិច្ចបាទនឹងមានស្វារតីបាក់ស្បាំងខ្លះដែរហើយបាទដោយសារតែចំនួនប្រជាជនក្តីបាទឬក៏កងទ័ពក្តីគឺបានបាត់បង់ជីវិតច្រើនមែនទែនដោយសារតែសង្គ្រាមបង្ហូរឈាមគ្នាជាមួយប្រទេសអ៊ុយក្រែនបាទដូច្នេះតាមរយៈហេតុផលមួយចំនួនខាងលើដែលខ្ញុំធ្វើការវិភាគតាមអ្វីដែលខ្ញុំមើលឃើញនេះខ្ញុំគិតថាសង្គ្រាមលោកលើកទី3វាមិនអាចនឹងកើតឡើងបាននោះទេប៉ុន្តែវាគ្រាន់តែអាចកើតឡើងជាសង្គ្រាមរវាងសម្ព័ន្ធមិត្តតំបន់ក្នុងមួយតំបន់វាមិនអាចក្តៅរលរាលទូទាំងពិភពលោករហូតដល់ផ្ទុះអាវុធប្រឡាយលោកនោះឡើយបាទនេះគឺជាការយល់ឃើញខ្លះៗរបស់ខ្ញុំទាក់ទងជាមួយនឹងបញ្ហាសង្គ្រាមបាទនៅក្នុងនាមជាពលរដ្ឋមួយរូបបាទដែលរស់នៅលើពិភពលោកនេះដែរបាទគួរតែមានការយល់ឃើញបញ្ចេញនូវទស្សនៈខ្លះៗដើម្បីឲ្យបានធូរនៅក្នុងខ្លួនបាទជួនកាលទៅបាទកាលណាដែលយើងបារម្ភខ្លាំងពេកយើងមិនបាននិយាយអ្វីដែលតាក់ទងជាមួយនឹងផ្លូវចិត្តរបស់យើងអញ្ចឹងធ្វើឲ្យយើងកាន់តែមានបញ្ហាព្រួយបារម្ភកាន់តែខ្លាំងឡើងអញ្ចឹងនៅពេលដែលយើងនិយាយរួចហើយអញ្ចឹងបើសិនជាបាននៅភាពសង្ហេតុផលត្រឹមកម្រិតណានោះក៏វាជាចំណែកមួយក្នុងការកាត់បន្ថយនៅភាពបារម្ភខ្លាំងពីក្នុងចិត្តរបស់អ្នកអត្ថាធិប្បាយផងក៏ដូចជាពីក្នុងចិត្តរបស់ប្រិយមិត្តមួយចំនួនដែលមានការយល់ឃើញប្រហាក់ប្រហែលជាមួយនឹងខ្ញុំផងដែរបាទប្រសិនបើមានការយល់ទាស់អធិស្ឋានត្រង់ចំណុចដែរសូមខន្តីអភ័យទោសពីបណ្ដាអស់លោកបាទដែលជាអ្នកមានចំណេះជំនាញបាទនៅក្នុងការវិភាគបានដល់ចំណុចកំពូលដែលខ្ញុំគ្រាន់តែជាការវិភាគមួយតាមបែបអ្វីដែលជាចំណេះដឹងតិចតួចបាទសម្រាប់ពេលនេះបាទសូមអរគុណសូមជម្រាបលាបាទ